ខ្ញុំជាខួរក្បាលទេខ្ញុំគ្រប់គ្រងគំនិតអារម្មណ៍និងការសម្រេចចិត្តរបស់អ្នកសូមសម្រាប់ឲ្យគ្រប់គ្រាន់និងថែរក្សាខ្ញុំឲ្យល្អដើម្បីអ្នកអាចគិតច្បាស់និងមានសមត្ថភាពល្អជានិច្ចខ្ញុំជាថ្លើមទេខ្ញុំជួយសម្អាតអ្វីមិនល្អក្នុងរាងកាយនិងរក្សាសុខភាពអ្នកឲ្យមានតុល្យភាពសូមថែរក្សាខ្ញុំឲ្យបានល្អដើម្បីរាងកាយអ្នកនៅរឹងមាំនិងស្រស់ស្រាយជានិច្ចខ្ញុំជាបេះដូងខ្ញុំបូមឈាមទៅទូទាំងរាងកាយដើម្បីឲ្យអ្នកមានជីវិតនិងធម៌ពលសូមថែរក្សាខ្ញុំឲ្យបានល្អដើម្បីអ្នកអាចមានសុខភាពរឹងមាំជានិច្ចខ្ញុំជាផ្លែប៉ោមទេការញ៉ាំខ្ញុំអាចផ្ដល់ធម៌ពលឲ្យអ្នករក្សាសុខភាពឲ្យរឹងមាំនិងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយសូមបញ្ចូលខ្ញុំក្នុងអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីអ្នកមានសុខភាពល្អខ្ញុំជាស្ដៅទេខ្ញុំជួយការពារសុខភាពអ្នកនិងធ្វើឲ្យរាងកាយស្អាតពីខាងក្នុងប្រើខ្ញុំបានត្រឹមត្រូវនិងជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនិងមានសុខភាពល្អជានិច្ចខ្ញុំជាជំងឺលើសជាតិអាស៊ីតទេខ្ញុំបង្កការប្រមូលផ្ដុំគ្រីស្តាល់នៅតាមសន្លាក់ធ្វើឲ្យអ្នកឈឺចាប់ហើមនិងមិនស្រួលក្នុងការធ្វើចលនាសូមប្រយ័ត្នអាហារនិងថែទាំសុខភាពដើម្បីកុំឲ្យខ្ញុំប៉ដំខ្ញុំជាជំងឺលៀនឌីសខ្ញុំធ្វើឲ្យឌីសក្នុងឆ្អឹងខ្នងរបស់អ្នករអិលចេញនិងប៉ះពាល់ដល់សរសៃប្រសាទបណ្ដាលឲ្យឈឺចាប់និងមិនស្រួលសូមថែរក្សាអរិយាខ្ញុំជាជំងឺរឹសដងបាតខ្ញុំបង្កការឈឺចាប់និងអារម្មណ៍មិនស្រួលនៅពេលអ្នកអង្គុយឬបញ្ចេញលាមកសូមថែទាំអាហារផឹកទឹកគ្រប់គ្រាន់និងកុំឲ្យខ្លួនឯងប្រឈមនឹងខ្ញុំយូរពេកខ្ញុំជាជំងឺលើសឈាមខ្ញុំធ្វើឲ្យសម្ពាធក្នុងឈាមអ្នកខ្ពស់និងប៉ះពាល់ដល់បេះដូងនិងសរសៃឈាមសូមគ្រប់គ្រងអាហារសម្រាប់និងថែទាំសុខភាពដើម្បីការពារខ្លួនឯងពីខ្ញុំជាជំងឺអូទីសឹមខ្ញុំធ្វើឲ្យរបៀបគិតនិងការទំនាក់ទំនងរបស់មនុស្សមានលក្ខណៈខុសប្លែកពីគេខ្ញុំជាជំងឺទឹកនោមផ្អែមខ្ញុំបង្កការប្រមូលផ្ដុំជាតិស្ករនៅក្នុងរាងកាយអ្នកបើអ្នកមិនគ្រប់គ្រងអាហារនិងសុខភាពទេខ្ញុំនឹងប៉ះពាល់ដល់ខ្ញុំជាអាហារប្រៃបើអ្នកញ៉ាំខ្ញុំច្រើនពេកខ្ញុំអាចបង្កសម្ពាធលើសម្ពាធឈាមនិងប៉ះពាល់ដល់សុខភាពអ្នកសូមកាត់បន្ថយការញ៉ាំប្រៃដើម្បីការពារខ្លួនឯងឲ្យមានសុខភាពល្អខ្ញុំជាគោខ្ញុំផ្ដល់ទឹកដោះមានប្រយោជន៍និងជួយឲ្យជីវិតមនុស្សមានអាហារសម្រន់ល្អសូមថែរក្សាខ្ញុំនិងបរិស្ថានដើម្បីយើងអាចរស់នៅដោយសុខសាន្តជាមួយគ្នា